ចាសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកធ្វើការលីលីពណ៌លឿងណាបងប្អូនទាំងគ្នាហើយការលីលីនេះគឺខ្ញុំធ្វើដាក់លើតុបាយរបស់ខ្ញុំផ្ទាល់ហ្មងណាឥឡូវយើងចាប់ដើមធ្វើការគុំការព្រោះដោយសារតែការនេះខ្ញុំបានបត់មួយថ្ងៃហើយ3 4ថ្ងៃហើយពេលតនេទៅបត់តិចអញ្ចឹងទៅហើយដល់ពេលថ្ងៃនេះថ្ងៃអាទិត្យគឺខ្ញុំតនេគឺខ្ញុំគុំវាណាហើយរបៀបគុំរបៀបបត់អីហ្នឹងគឺមើលក្នុងវីដេអូលើកមុនគឺខ្ញុំមានបរិញ្ញាបត្រផ្កាលីលីយើងធ្វើបត់ទៅមើលហើយគុំមិនអញ្ចឹងណាហើយថ្ងៃមុននោះក៏មានភ្ញៀវកំងផ្កាលីលីមាន7ស្ទាប់ណាហើយដល់ពេលលីលីខ្ញុំធ្វើនេះគឺតែ6ស្ទាប់ឯងបើសិនជាភ្ញៀវកំង6យើងដាក់6កំង5យើងដាក់5កំង4យើងដាក់4កំងដាក់7ស្ទាប់យើងដាក់7ស្ទាប់ជូនភ្ញៀវណានិយាយទៅតាមភ្ញៀវកំងហើយឥឡូវហ្នឹងយើងចាប់តាមធ្វើកំពុំហ្នឹងក៏ខ្ញុំយកអាវែងហ្នឹងស្ទាប់ផ្កាហ្នឹងយកមកធ្វើកំពុំដែរព្រោះដោយសារផ្កាលីលីពេលដែលវាដើមវាធំកំពុំវាក៏វែងដែរយើងមានមួយຂະຫນាតទៀតគឺយើងធ្វើកំពុំតូចអីអញ្ចឹងណាអញ្ចឹងយើងមើលតាមផ្ការបស់យើងធ្វើឲ្យវាស៊ីគ្នាដូចផ្កាមែនតែនអញ្ចឹងហើយផ្កាលីលីពណ៌លឿងនេះគឺពេញនិយមមែនតែនហើយឥឡូវហ្នឹងគេនិយមពណ៌លឿងអញ្ចឹងយើងធ្វើពណ៌លឿងដាក់នៅក្នុងផ្ទះបាយហើយការផ្គុំរបស់យើងគឺបងប្អូនអាចមើលម្ដងមួយបានណាខ្ញុំផ្គុំផ្កាធម្មតាផ្កាលីលីយើងមានផ្កាសុទ្ធហើយនិងផ្កាលេកំពុំអញ្ចឹងយើងធ្វើឲ្យដូចមែនតែនហើយវិធីធ្វើនេះបងប្អូនអាចមើលតាមវីដេអូទៅខ្ញុំមានដាក់លឿនខ្លះយឺតខ្លះអញ្ចឹងណាបងប្អូនទាំងគ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាមើលហើយនេះគឺកំពុំវាហើយនឹងផ្កាយើងផ្គុំវាឲ្យអស់សិនមកចាំយើងចាប់ដើមរុំវាពេលបងប្អូនចង់ធ្វើអីមួយគឺបងប្អូនឧទាហរណ៍ថាបត់ផ្កាហ្នឹងយើងបត់ផ្កាស្ទាប់ដូចខ្ញុំដាក់នៅក្នុងកញ្ឆេរអញ្ចឹងណាបងប្អូនទាំងគ្នាបត់វាឲ្យអស់មកហើយចាំយើងចាប់ដើមផ្គុំពេលផ្គុំឲ្យអស់យើងចាប់ដើមរុំអញ្ចឹងណាយើងរុំមួយម្ដងហើយបើកំពុំយើងត្រូវរុំវាមុនណាបងប្អូនទាំងគ្នាអានេះខ្ញុំញាប់ដៃញាប់ជើងមែនតើព្រោះដោយសារខ្ញុំចង់បានធ្វើផ្កាពណ៌លឿងហ្នឹងផ្កាលីលីហ្នឹងដាក់នៅលើតុយូរហើយតែថ្ងៃនេះរៀងតនេដៃក៏ចាប់ដើមផ្គុំហើយផ្កាខ្ញុំនេះគឺខ្ញុំដាក់ស្លឹកវាធំណាបងប្អូនទាំងគ្នាផ្កាលីលីជួនកាលគេដាក់ស្លឹកដូចទេបើសិនជាបងប្អូនកំងផ្កាធម្មតាគឺខ្ញុំធ្វើស្លឹកតូចបើសិនជាបងប្អូនចង់កំងស្លឹកធំក៏ខ្ញុំធ្វើស្លឹកធំជូនពេលដាក់ស្លឹកធំនិយាយទៅវាស្អាតអញ្ចឹងណាបងប្អូនទាំងគ្នាហើយនិយាយថាខណៈរុំហ្នឹងគឺពេលរុំគឺមូយកហ្មងនិយាយទៅជំនាញខាងមូហ្នឹងហ្មងហើយបើសិនជាពាក់ដល់វគ្គកំពុំយើងមានវគ្គកំពុំហ្នឹងគឺយើងរុំកំពុំឲ្យអស់ហើយឥឡូវយើងយកមកបន្តភ្ជាប់ជាមួយនឹងផ្ការបស់យើងឲ្យរុំមកគ្រប់ណានេះខ្ញុំធ្វើຂະຫນាត40 សង់ទីម៉ែត្រຂະຫນាតវែងហើយអាខាងលើយើង20 សង់ទីម៉ែត្រទៀតវាឡើងចូល50-60 សង់ទីម៉ែត្រហើយបងប្អូនមើលដល់ដូចប៉ុន្មាន%ដែរបងប្អូនទាំងអស់គ្នានិយាយទៅឥឡូវហ្នឹងផ្កាលីលីយើងធ្វើរួចរាល់ហើយបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនជួយឲ្យបន្ទុកផងណាបងប្អូនទាំងគ្នាថាវាដូចប៉ុន្មាន%ដែរនិយាយទៅខ្ញុំមើលទៅគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើហើយឥឡូវយើងចាប់ដើមរៀបដាក់ចូលថោបងប្អូនទាំងគ្នាអញ្ចឹងយើងមានទៀបមានខ្ពស់ណាបងប្អូនទាំងគ្នាអញ្ចឹងយើងរៀបអាទៀបមុនអាទៀបទៀតហ្នឹងយើងដាក់ពាត់ជុំវិញថោមកដើម្បីឲ្យវាឃើញនៅជាប់ថោយើងវាស្អាតអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងរបៀបរៀបថោរៀបផ្កាគឺយើងដាក់របៀបហ្នឹងដើម្បីមើលទៅឃើញស្អាតណាផ្កាយើងឃើញស្អាតឥឡូវចាំមើលដល់ពេលរៀបហើយបងប្អូនចាំឲ្យជួយឲ្យបន្ទុកផងណាថាតើផ្កាលីលីនេះស្អាតបានប៉ុន្មាន%ដែរហើយបើបងប្អូនចង់បានអាចកំងបានណានិយាយទៅខ្ញុំធ្វើដាក់នៅផ្ទះខ្ញុំប៉ុន្តែបងប្អូនចង់បានគឺអាចកំងបានដែរព្រោះដូចផ្កានៅហាងក្រោយខ្នងខ្ញុំហ្នឹងមានផ្កាបាច់មានផ្កាថយហ្នឹងគឺខ្ញុំធ្វើសុទ្ធតែធ្វើលក់ឲ្យបងប្អូនទាំងគ្នាហើយផ្ទះខ្ញុំគាត់សម្បូរផ្កាដែរខ្ញុំដាក់តាំងតាមទិសតាមអីអញ្ចឹងតាមទីតាំងអញ្ចឹងណាបងប្អូនទាំងគ្នាឥឡូវយើងដាក់ចូលក្នុងថោឥឡូវដាក់ថោហើយនេះបងប្អូនទាំងគ្នាអូយនិយាយពីថាខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មងហើយផ្កាលីលីនេះក៏ដាក់លើតុបានប្រហែលជា5-10នាទីទេក្រោយពេលធ្វើពេលដែលផុសលក់ហើយក៏មានភ្ញៀវកំងយកទៅបាត់ទៅនិយាយទៅខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មងហើយប៉ុន្តែអ្នកលក់ធម្មតាតែពេលភ្ញៀវកំងគឺលក់ឲ្យជូនភ្ញៀវហើយអរគុណបងប្អូន